កិច្ចអ៊ីរ៉ង់កំពុងតែរងគ្រោះធ្ងន់ធ្ងរមនុស្សជាច្រើនលាននាក់បាត់បង់ការងារនិងធ្លាក់ក្នុងភាពក្រីក្រតោកយ៉ាកទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី28 ខែមេសាថាសេដ្ឋកិច្ចអ៊ីរ៉ង់ដែលនៅទន់ខ្សោយស្រាប់នោះត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរជាងមុនទៀតដោយសារជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានជំរុញមនុស្សរាប់លាននាក់ឲ្យធ្លាក់ក្នុងភាពអត់ការងារធ្វើនិងភាពក្រីក្រយោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិហៅកាត់ថា UNDP ប្រជាជនអ៊ីរ៉ង់ប្រហែល 4.1 លាននាក់ទៀតអាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រជាលទ្ធផលនៃចំនួននេះដែលបានបំផ្លាញរោងចក្រនិងក្រុមហ៊ុនជាង 23,000 កន្លែងតាមរយៈការវាយប្រហារតាមផ្លូវអាកាសវិបត្តិនេះបានបណ្ដាលឲ្យបាត់បង់ការងារដោយផ្ទាល់ចំនួន 1 លានកន្លែងហើយមានបន្ថែម 1 លានកន្លែងទៀតដែលត្រូវបានជះឥទ្ធិពលដោយផ្ទៃក្នុងនៃសេដ្ឋកិច្ចខណៈដែលអត្រាអតិផរណាប្រចាំឆ្នាំបានកើនឡើងដល់ 72% គិតត្រឹមខែមីនាឆ្នាំ 2026 ការខូចខាតនេះរដ្ឋបាលទៅស្ទើរគ្រប់វិស័យចាប់ពីកម្មករនៅរោងចក្រគីមីនិងឧស្សាហកម្មដែកដែលត្រូវបន្ធូររំដោះដោយគ្មានប្រាក់ខែរហូតដល់បុគ្គលិកអ្នកបម្រើការហោះហើរបុគ្គលិកវិស័យកាត់ដេរចំណីអាហារអ្នកធ្វើការឯករាជ្យនិងអ្នកបង្រៀនតាមអ៊ីនធឺណិតដែលបានបាត់បង់ប្រភពចំណូលរបស់ខ្លួនការរំខានអ៊ីនធឺណិតបានប៉ះពាល់ជាពិសេសដល់ស្ត្រីដែលធ្វើការពីផ្ទះដែលមានចំណែក 1/3 នៃការទាមទារធានារ៉ាប់រងអត់ការងារចាប់ពីសង្គ្រាមចាប់ផ្ដើមចំនួនពាក្យស្នើសុំធានារ៉ាប់រងអត់ការងារបានកើនឡើង3ដងបើធៀបនឹងឆ្នាំមុនដោយមានពាក្យស្នើសុំ 147,000 ករណីក្នុងរយៈពេលត្រឹមតែ2ខែអ្នកសេដ្ឋវិទូនិងអ្នកដឹកនាំអាជីវកម្មបានប្រមានថាបើគ្មានការចូលរួមលើកទឹកចិត្តពីរដ្ឋាភិបាលដោយបន្ទាន់ដូចជាការពន្យាពេលបង់ពន្ធកម្ចីការប្រាក់ទាបនិងជំនួយជាក់លាក់សម្រាប់ក្រុមហ៊ុនខ្នាតតូចរលកអត់ការងារដ៏ធំមួយទៀតនឹងកើនឡើងជាពុំខានក្នុងពេលជាមួយគ្នាប្រជាជនអ៊ីរ៉ង់ធម្មតាដូចជាអាសាលដែលជាអ្នករចនាឯករាជ្យនិងសូម៉ៃដែលជាគ្រូបង្រៀនភាសាពណ៌នាថាពួកគេមិនត្រឹមតែជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេថែមទាំងមានអារម្មណ៍ថប់ក្រៃនិងភាពអស្ថិរភាពអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត